ជំរាបសួរបងប្អូនអរគ្នាបងប្អូនមួយចំនួនគាត់ទិញ scan ខ្លះគាត់ចង់បានអាមុខងារ2ចង់បានអាមុខងារច្រើនហើយអស់លុយតិចហើយប្រើ Bluetooth ទៀតបាទឥឡូវខ្ញុំណែនាំនៅ model នេះមួយ model នេះបងប្អូនមួយចំនួនអត់ទាន់បានដឹងទេព្រោះវាច្រើនបងប្អូនប្រើតាមមិត្តភ័ក្តិតាមអ្នកដែលគាត់ស្គាល់អញ្ចឹងណាបាទអញ្ចឹងខ្ញុំមាន model នេះមួយគឺ model Fogwell នេះបាទ model នេះគឺចំនួនចុងក្រោយគេ TS 7000 model នេះបាទគឺល្អមែនតើបងប្អូនឃើញទេមានសញ្ញាវ៉ាល់កង់បាទសញ្ញាវ៉ាល់កង់នេះគឺមានន័យថាម៉ាស៊ីននេះអាចធ្វើការឆែកទៅតាមកង់ដែលយើងគ្រាន់តែយកទៅ scan នេះ sensor វាសម្រាប់ trigger sensor អញ្ចឹងយើងគ្រាន់តែយកដាក់នៅចិត្តកង់មកវាសូរជ្រីកបាទអញ្ចឹងយើងអាចតេស្តមើលថាតើវ៉ាល់កង់ហ្នឹងវាខ្សោយថ្មឬក៏វាខូចឬក៏វានៅល្អអញ្ចឹងអាម៉ាស៊ីននេះអាចធ្វើការតេស្តពីក្រៅនឹងបានហើយអាច check ឡើងទូទៅបានទៀតហើយវាមាន special function វាច្រើនដូចជាករណី set ABS ច្រាលប្រេងប្រាំង set ប្រអប់លេខមើល data ម៉ាស៊ីន data អាគុយset sound មួយចំនួនបាទហើយដូចជា set គូតក្រោយហើយនឹង Luxis 330ដែលវាច្រើនអាសា error គូតក្រោយបាទយើងអាច set បានហើយមួយទៀត set Luxis 330នោះវាមាន daytime running light ដែលភាគច្រើនយើងនាំចូលពីអាមេរិកមកហ្នឹងគឺវាបើកចោលរហូតណាបាទអានេះម៉ាស៊ីននេះវាអាចធ្វើការ turn off turn on បានអញ្ចឹងមុខងារពិសេសមែនតើហើយតម្លៃសមរម្យហើយមិនត្រឹមតែប៉ុណ្ណោះបាទប្រើ Bluetooth ទៀតបាទមិនមែនប្រើខ្សែណាប្រើ Bluetooth ទៀតបាទ Bluetooth ចំនួនថ្មីបាទមានភ្លើងហើយចំនួនចុងក្រោយនេះគឺប្រើ Type C ទាំងអស់បាទបងប្អូនឃើញទេបាទណាប្រើ Type C ទាំងអស់បាទហើយមានសំឡេងមានកាមេរ៉ាហើយ design បែបបញ្ឈរបាទប្លែកបន្តិចបាទអញ្ចឹងអានេះល្អប្រើមែនតើហើយការសាកនេះបងប្អូនមើលឃើញបាទ Type C នេះ Type C អញ្ចឹងបងប្អូនដឹងហើយ Type C គឺ electronic ចុងក្រោយហ្នឹងគឺសិតតែ Type C ទាំងអស់ហើយបាទហើយនេះគឺជា spec ផុនម៉ាស៊ីនហ្នឹងអាចធ្វើបាល់កង់មាន Wi-Fi ប្រើ Bluetooth អេក្រង់7 អ៊ីងហើយ Android 9.0 ហើយ CAN FD និង DOIP បាទនេះគឺជា protocol ថ្មីដែលមានទៅលើឡានចាប់ពី2018ឡើងលើកាលណា scan ដែលអត់មាន support protocol ថ្មីនេះគឺដាក់ទៅអត់ស្គាល់ទេឆៃឡានបានទេបាទអញ្ចឹងអានេះគឺមានន័យថាម៉ាស៊ីននេះគឺចំនួនចុងក្រោយដែល support protocol ពីរនេះអញ្ចឹងអាចឆែកបានដល់ឆ្នាំខ្ពស់ចាប់ពី18ឡើងលើក៏ឆែកស្គាល់ដែរណាបាទអញ្ចឹង model នេះគឺ model ស៊េរីថ្មីដែលមកពីរោងចក្រ Fogwell ល្អប្រើហើយធានា1ឆ្នាំ free update 4ឆ្នាំបាទបងប្អូនដែលត្រូវការរស់រាន់ឡើងតម្លៃល្អណាអរគុណសម្រាប់ការតាមដានវីដេអូនេះជំរាបលាបាទ